ភាពភ័យខ្លាចជាអ្វីមួយដែលយើងគ្រប់គ្នាតែងគិតចេញមិនចង់ប្រឈមតាមពិតទៅភាពភ័យខ្លាចមិនមែនជាសញ្ញានៃភាពទន់ខ្សោយនោះទេវាគឺជាសារមួយវាបង្ហាញឡើងនៅពេលដែលមានបញ្ហាអ្វីមួយនៅពេលដែលមានហានិភ័យឬនៅពេលដែលយើងចេញពី comfort zone របស់យើងដើម្បីឈានទៅរកការលូតលាស់ថ្មីមួយភាពភ័យខ្លាចមិនស្ថិតនៅលើបញ្ហានោះទេប៉ុន្តែវាស្ថិតនៅក្នុងខ្លួនរបស់យើងនៅពេលដែលយើងរៀនសម្របជាមួយនឹងភាពភ័យខ្លាចជំនួសឲ្យការព្យាយាមប្រឆាំងនឹងវានឹងក្លាយជាប្រយោជន៍ជាងអ្វីដែលមករារាំងយើងភាពភ័យខ្លាចមានគោលបំណងរបស់វាត្រូវបានផ្សារភ្ជាប់មកជាមួយយើងក្នុងការរស់នៅដើម្បីដឹងខ្លួននិងមានការប្រុងប្រយ័ត្នប៉ុន្តែនៅក្នុងជីវិតសម័យទំនើបភាពភ័យខ្លាចតែងបង្កឡើងដោយរឿងដែលមិនមានគ្រោះថ្នាក់ដូចជាការនិយាយជាសាធារណៈការសាកល្បងអ្វីដែលថ្មីឬការក្តាប់ឱកាសចំពោះក្តីសម័យរបស់យើងស្ថានភាពទាំងនេះធ្វើឲ្យយើងមានអារម្មណ៍គំរាមកំហែងពីព្រោះវាផ្ទុយពីអត្តសញ្ញាណរបស់យើងផ្ទុយពី comfort zone របស់យើងឬមានអារម្មណ៍ថាលើសពីការគ្រប់គ្រងរបស់យើងជំនួសឲ្យការចាត់ទុកភាពភ័យខ្លាចជាការព្រមានវាជួយឲ្យយើងមើលឃើញសញ្ញាអ្វីមួយដែលមានអត្ថន័យកំពុងកើតឡើងដើម្បីបង្វែរការភ័យខ្លាចទៅជាអ្វីមួយដែលមានប្រយោជន៍គឺការពិនិត្យមើលវាដោយគ្មានការវិនិច្ឆ័យសួរខ្លួនឯងថាតើការភ័យខ្លាចកំពុងព្យាយាមការពារអ្វីភាគច្រើនវាមិនកើតឡើងនៅពេលដែលយើងកំពុងស្ថិតក្នុងស្ថានភាពប្រក្រតីនោះទេវាកើតឡើងនៅពេលដែលយើងឈានចេញពីភាពប្រក្រតីរបស់យើងនៅពេលដែលយើងយល់ពីរឿងនេះភាពភ័យខ្លាចនឹងក្លាយជាព័ត៌មានមួយសម្រាប់យើងវាកំពុងបង្ហាញប្រាប់ថាភាពរីកចម្រើនកំពុងបង្ហាញខ្លួនរងចាំវិធីដ៏សាមញ្ញមួយទៀតគឺការបំបែកភាពភ័យខ្លាចទៅជាសកម្មភាពតូចៗការភ័យខ្លាចដ៏ធំមួយធ្វើឲ្យយើងមានអារម្មណ៍ថាលើសលប់ប៉ុន្តែនៅពេលដែលយើងបែងចែកវាទៅជាជំហានសាមញ្ញវានឹងបាត់បង់ថាមពលរបស់វាយើងមិនអាចពុះបំបែកភ្នំទាំងមូលបានទេអ្វីដែលយើងគួរធ្វើគឺចាប់ផ្ដើមពីសកម្មភាពតូចៗជំហាននីមួយៗដែលយើងធ្វើបង្រៀនខួរក្បាលរបស់យើងឲ្យសម្របជាមួយនឹងភាពភ័យខ្លាចវាបង្កើតទំនុកចិត្តយូរទៅយើងនឹងចាប់ផ្ដើមពេញចិត្តនិងលែងមានអារម្មណ៍ភ័យខ្លាចភាពភ័យខ្លាចក៏ជំរុញយើងឲ្យត្រៀមខ្លួនប្រុងប្រយ័ត្ននិងយកចិត្តទុកដាក់ផងដែរការភ័យខ្លាចធ្វើឲ្យយើងកាន់តែមានការផ្ដោតអារម្មណ៍មុនពេលចាប់ផ្ដើមធ្វើអ្វីមួយជាចុងក្រោយដើម្បីប្រែក្លាយភាពភ័យខ្លាចទៅជាប្រយោជន៍វាទាមទារឲ្យមានការទទួលយកយើងមិនចាំបាច់រងចាំភាពភ័យខ្លាចឲ្យបាត់មុនពេលដែលធ្វើអ្វីមួយនោះទេភាពក្លាហានមិនមែនជាអវត្តមាននៃភាពភ័យខ្លាចនោះទេវាគឺជាការជ្រើសរើសដើម្បីបន្តដំណើរទៅមុខជាមួយវានៅពេលដែលយើងឈប់រត់គេចពីភាពភ័យខ្លាចហើយចាប់ផ្ដើមពិនិត្យមើលវាយើងនឹងដឹងថាវាមិនមែនកើតឡើងដើម្បីបញ្ឈប់យើងនោះទេតែវាកំពុងព្យាយាមប្រាប់យើងឲ្យត្រៀមខ្លួនយកចិត្តទុកដាក់និងមានការប្រុងប្រយ័ត្នជាមុនសរុបមកភាពភ័យខ្លាចមិនមែនជាអ្វីដែលរារាំងយើងនោះទេវាជាត្រីវិស័យដែលចង្អុលបង្ហាញយើងឲ្យឆ្ពោះទៅរកអ្វីដែលសំខាន់នៅពេលដែលយើងពិនិត្យមើលការភ័យខ្លាចហើយបំបែកវាទៅជាជំហានតូចៗនិងមានការប្រុងប្រយ័ត្នការភ័យខ្លាចនឹងក្លាយជាផ្នែកមួយនៃកម្លាំងរបស់យើងមិនចាំបាច់ព្យាយាមលុបបំបាត់វាទេគ្រាន់តែយល់ពីវាពេលនោះយើងនឹងឃើញថារឿងដែលយើងខ្លាចបំផុតច្រើនតែជារឿងដែលនាំយើងទៅរកភាពរីកចម្រើនបំផុតក្នុងជីវិត